ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ទាំងនៅក្រៅស្រុកនិងក្នុងស្រុកដោយសេចក្តីរាប់អាននិងដោយសេចក្តីនឹករលឹកជួបជាមួយខ្ញុំបាទទៀតហើយនៅក្នុងឱកាសនេះគឺខ្ញុំបានព័ត៌មានថ្មីអំពីប្រទេសថៃទៀតហើយបងប្អូនគឺតាក់ទងទៅនឹងអគ្គិភ័យទៀតបងប្អូនអគ្គិភ័យទៀតហើយវីដេអូមុនរបស់យើងហ្នឹងគឺតាក់ទងនឹងអគ្គិភ័យដែរឆាបឆេះដូចគ្នាហើយនេះគឺតាក់ទងទៅនឹងអគ្គិភ័យឆេះនៅស្តង់ទុកឈើបងប្អូនស្តង់ទុកឈើអញ្ចឹងគឺតាក់ទងនឹងអំពីប្រទេសថៃទៀតហើយយើងងាកមកវិញតើបងប្អូនសុខទុក្ខយ៉ាងណាដែរព្រោះយើងចូលខែថ្មីហើយសង្ឃឹមថាបងប្អូនពុកម៉ែទាំងអស់ទាំងនៅក្រៅស្រុកនិងក្នុងស្រុកសុខភាពល្អនិងរកស៊ីទទួលទានមានបាននិងហេងគ្រប់គ្នាអញ្ចឹងយើងងាកមកវិញគឺតាក់ទងទៅនឹងការមានអគ្គិភ័យមួយដែលកើតឡើងនៅប្រទេសថៃនៅវេលាម៉ោងប្រហែលជា12:10នាទីព្រឹកនៅថ្ងៃទី30ខែតុលាឆ្នាំ2025មានអគ្គិភ័យមួយបានឆាបឆេះនៅស្តង់ឈើមួយកន្លែងដែលផលិតឈើរួចជាស្រេចអញ្ចឹងបានន័យថាស្តង់ឈើហ្នឹងគឺគេផលិតហើយបងប្អូនមិនមែនគេយកទៅកែច្នៃទៀតទេបើគេទិញយកមកស្តុកទុកមានន័យអញ្ចឹងណាបងប្អូនគឺស្តង់ឈើដែលគេសាងសង់ឬក៏ផលិតរួចជាស្រេចហើយនៅលើផ្លូវមិត្តភាពសង្កាត់ឆាបុកឈ្មោះគេណាបងប្អូនយើងពិបាកស្ដាប់ដែរបើភាសាខ្មែរយើងឆាបុកតែស្រុកគេយើងអត់ដឹងថាមិនដែរបើយើងអានទៅឃើញអញ្ចឹងណាបងប្អូននៅសង្កាត់ឆាបុកនៅខេត្តនគររាជសីមាខេត្តនគររាជសីមាបងប្អូនប្រហែលជាស្គាល់ដែរខេត្តហ្នឹងខ្ញុំស្គាល់ដែរបងប្អូនតែអត់ដែរបានទៅលេងព្រោះធ្លាប់ឮឈ្មោះហ្នឹងដោយសារឈ្មោះពីរោះខេត្តហ្នឹងគឺឈ្មោះពីរោះដែលខេត្តហ្នឹងគឺឆ្ពោះទៅផ្លូវទីក្រុងបាងកកដែលមានចម្ងាយមិនឆ្ងាយមិនប្រមាណនាទីទេបងប្អូនពីស្ថានីយ៍ប្រេងឥន្ធនៈPTT បងប្អូនថាស្គាល់ហើយ PTT មកប្រទេសខ្មែរហ្នឹងគឺស្គាល់ចង់ទាំងអស់ហើយរឿង PTT ហ្នឹងទើបនឹង viral ដែរទេតាក់ទងនឹងបណ្ណានិយាយអីខ្ញុំអត់សូវដឹងទេតែខ្ញុំតាមអត់ទាន់ណាបងប្អូនអញ្ចឹង PTT គឺបងប្អូនស្គាល់ច្រើនដោយសារតែយើងហ្នឹងគឺពាក់ហ៊ីកាហ្នឹងគឺអារឿងចាក់សាំងចាក់អីហ្នឹងគឺខ្ញុំអត់ដឹងទេតែប្រហែលជាបងប្អូនស្គាល់ច្រើនតាក់ទងទៅនឹងPTT នៅចិត្ត PTT ហ្នឹងឯងនៅក្នុងសង្កាត់ឆាបុកដូចខ្ញុំបាននិយាយមកពីខាងលើអញ្ចឹងគឺនៅសង្កាត់ឆាបុកអគ្គិសនីនេះបានឆាបឆេះចេញពីស្តង់ឈើមួយអញ្ចឹងអគ្គិភ័យហ្នឹងគឺឆេះនៅស្តង់ឈើមួយឬមួយក៏រោងចក្រឈើមួយហើយមន្ត្រីបង្ការនឹងកាត់បន្ថយគ្រោះមហន្តរាយបើនៅឈ្មោះគេណាបងប្អូននៃអង្គការរដ្ឋបាលឃុំស៊ីខៀវបងប្អូនឃុំស៊ីខៀវអញ្ចឹងគឺឃុំរបស់ថៃបងប្អូនអញ្ចឹងយើងអានទៅគឺចេញថាស៊ីខៀវគឺយើងពិបាកស្ដាប់ដែរដូចសង្កាត់ឆាបុកអីអញ្ចឹងជាដើមណាបងប្អូនយើងសិតតែភាសាគេទេបងប្អូនតែឈ្មោះគឺយើងអាចបកបានទេគឺយើងត្រូវតែអានអញ្ចឹងអញ្ចឹងមន្ត្រីបង្ការឬក៏មន្ត្រីទប់ស្កាត់គ្រោះមហន្តរាយនៃរដ្ឋបាលឃុំស៊ីខៀវហ្នឹងគឺគេត្រូវបានជូនដំណឹងហើយបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យភ្លាមទៅនឹងកន្លែងស្តុកឈើហ្នឹងបងប្អូនស្តុកកែច្នៃឈើហើយណាបើនេះថាឃ្លាំងឈើអីជាដើមអញ្ចឹងទៅអញ្ចឹងមន្ត្រីហ្នឹងគេបានបញ្ជូនឡានហ្នឹងឯងជាច្រើនគ្រឿងដើម្បីទៅពន្លត់អគ្គិភ័យនៅស្តង់ស្តុកឈើហ្នឹងឯងបងប្អូនហើយបើយោងតាមអ្នកស្រី
ra chaya buôn phai buôn phơm mà chia sải bằng bốn múa nào buôn phơm dụ sai là pram nam chia ca mà co rung chắc mà nét để rua nơi các bài nút nâng chi mình nút tầm bông kia để khơi kia phai chạp che môn kỳ bằng bốn quạt nâng là chẳng bàn này ta sạch tray nâng ấy chỉ nét khơi nơi kia phai nâng ấy chạp che môn kỳ để quạt bàn riêng ca từ bờ lê làm bài bờ lê nâng ấy thưa này ca on tả cung mới chỉ đào chẳng từ bằng phồn này hay quát ban để gì than ở bên để quát ban sầm rạ được không bẩn tốt rồi bỏ quát ban lư sầm lên tu chênh nơi hàng cài và nên là cài tia quát đó nó còn lư sầm lên tu hay quát ban chênh từ cài tia hai ban khơi lương còn pung tại chạp che stong chư mùi cần lại đây trong bàn gì hàng lừa nâng ấy chẳng mà đây ta tu nâng quạt đang tập tu xây tế tu ghe rồi gặp tu xây xây tiết đại dương ở tại đằng tì hỏi bằng có ở miền ở kia phải chạp trên thằng này quát ban phải nhà đặt mất thẻ quạt nè bàn đây là quạt nâng đây đưa quạt sầm rạ nâng pi nè mất thẻ quạt hỏi phải nhập đặt mất thẻ quạt hỏi oi chui phần lốt ở kia phải hỏi ban tu là sắp tới phần lê tu là sắp tới phổ lý nâng krom phần lốt ở kia phải nâng chẳng bàn đây ta đòi xa quạt bằng phồn quạt nâng chỉ nè kho tới phần lê chỉ nè kho tới krom phần lốt ở kia phải đôi dương chẳng đấy nó bằng phồn dương là bây giờ cruise nặng ai mùi chẳng nắng miền tại chia và rót nâng ai quạt chỉ nè xoay có đôi chia chỉ nè call từ rốt và lê tầm bay ai mọc on ra cung rư có mọc thôi thiên là ca ấy xanh chẳng từ bằng phồn chẳng cùng ta bàn côn quạt nắng ấy ba lại bằng phồn này bạn này ta ắt đằng nó cứ check tích tại mà đòn tái dương đằng an ta tiết thà dương nó cứ tới chi dạng nào cái nắp bên đây còn pung rong trăm rồi dân phần lứt kia phay một đó ca mà co bàn pra thôn tức nằng piêng thôn tức nằng an tức làm bay chia diêm phần lứt kia phay nè chẳng ban đây còn phần lứt môn có mà kia phay mà đào tiệt đôi dương chẳng na bị đào mình chẳng nào bia là phương che nắng tức piêng là tích à nom kia đua cả thôn môi rồi cả thôn petro môi nó chặt lược đua nằng anh thứ mấy ai ta là lột cứ slon slow bên đằng chết ta chui kia cái hai ta xa mặc kia nè nè cứ bong ôn mai dương xa mặc kia nó bị khơi chân ngay tới rút ra ha ro có thôn ro chan đây sẽ cái tao ấy ăn che hay tới tầm bay cầm ao viên ngay che riêu đà chẳng mình nè đây để mua rai chaya muôn thơm nắng cứ quạt bàn pì nè một phẹt quạt nắng quạt bàn chui phần lốt môn crom khi phay mặt đỏ nè môn crom khi phay mặt đỏ còn tay từ phải cho mục nằng ca khoa kha tực chẳng bàn đây ta nè đây nắng quạt đua chạ ở tực bị piềng lên chẳng từ hỏi à ca sở thiệt riang nguột cho bọ tiệt ruom teng phương nó bị che pin của mom pin ấy du nhân tới câu ba chẳng tử ấy thời quan ấy bị ba nông ca bị lột dạng khlang bằng bộ đua ca thiệt ở lấy dựng đằng ấy cho phong nguột phongคือkhai nó khai rầm hai ấy chẳng ấy thưa ấy phương nó vừa nghi đằng trẻ bà này tại bị chui cho nó ấy bị chui nè bị chui rồi phương nó che khlang hai ca đấy bàn ca là người khẳng còi rung chắc để từ bàn pra sầm rạpផលិតផល chip ផលិតផលបន្ទះឈើរួចជាស្រេចបើន័យថាឈើហ្នឹងគឺគាត់កែច្នៃរួចជាស្រេចហើយមានទីតាំងដូចខ្ញុំបានជម្រាបខាងលើអញ្ចឹងគឺនៅក្នុងផ្លូវមិត្តភាពសង្កាត់ឆាបុកអីជាដើមអញ្ចឹងទៅណាហើយក្រុមអ្នកពលរដ្ឋអគារភ័យហ្នឹងគឺមកពីអង្គភាពឃុំស៊ីខៀវហើយបានទប់ស្កាត់នៅហេតុការណ៍នោះបានភ្លាមបងប្អូនណាតែតាមជារាយការណ៍ណាមិនអញ្ចឹងបានន័យថាមិនអាចមិនបានឆេះនឹង
100% ពេញឲ្យខ្ទេចខ្ទីនៅក្នុងស្តង់ស្តុកឈើហ្នឹងទេបងប្អូនអត់ទេគឺឆេះលក្ខណៈថាបានយើងឧទាហរណ៍ថា 50-60% ទៅអ្នកផលិតអគ្គិភ័យមកតន់អីចឹងណាបងប្អូនណានៃហ្នឹងគឺអញ្ចឹងហើយនៅក្នុងរបាយការណ៍ហ្នឹងក៏គេមិនបានប្រាប់អំពីអ្នករងរបួសឬក៏អ្នកស្លាប់ទេណាហើយមូលហេតុឲ្យច្បាស់លាស់ហ្នឹងគឺវាស្ថិតនៅក្នុងក្រោមការស៊ើបអង្កេតរបស់រដ្ឋបាលប៉ុស្តិ៍ CQ បងប្អូននៅក្រោមរដ្ឋបាលប៉ុស្តិ៍ CQ ហ្នឹងគឺគេកំពុងតែស្រាវជ្រាវរកមើលថាតើមកពីមូលហេតុអីបានជាវាឆេះបានជាវាមានហេតុការណ៍នឹងកើតឡើងបងប្អូនអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នណាបងប្អូនតាក់ទងនឹងអគ្គិភ័យហ្នឹងគឺអត់មានតែក្នុងស្រុកថៃឬក៏ស្រុកខ្មែរយើងទេទូទៅណាទូទៅនឹងស្រុកខ្មែរយើងមានច្រើនដែរបងប្អូនតែដូចវីដេអូមុនខ្ញុំបាននិយាយអញ្ចឹងគឺខ្ញុំអត់បានលើកយកមកបកស្រាយលើកយកមកប្រាប់ទេព្រោះនៅក្នុងស្រុកខ្មែរយើងគឺមានអ្នកផ្សាយឬក៏អ្នក live អីហ្នឹងគឺច្រើនបងប្អូនហើយអញ្ចឹងបងប្អូនឃើញនឹងឯងច្រើនហើយអញ្ចឹងបានជាខ្ញុំនឹងឯងអត់យកបកស្រាយទេតាក់ទងនឹងជាភ័យនៅស្រុកខ្មែរស្រុកអីនោះអញ្ចឹងបានជាខ្ញុំនឹងឯងសាជឿរកមកពីប្រទេសថៃវិញណាដើម្បីយកមកចែកជូនពុកម៉ែបងប្អូននឹងឯងទស្សនាក៏ដូចជាស្ដាប់ណាអំពីណាស្រុកទេសក្រៅនឹងឯងបងប្អូនអញ្ចឹងយើងមើលទៅវិញយើងត្រូវមានការប្រុងប្រយ័ត្នបងប្អូនប្រុងប្រយ័ត្នយ៉ាងម៉េចព្រោះខែនេះខែរំហើយគេហៅថាកដឹកធ្លាក់ខ្យល់ណាកដឹកធ្លាក់ខ្យល់តែតែខ្លាចទឹកណាបងប្អូនណាគ្រប់គ្នាហ្នឹងទាំងខ្ញុំបាទទាំងបងប្អូនហ្នឹងគឺទឹកអីគឺមិនសូវទេពីមុន3 ដងឥឡូវតែ2 ដងចង់ចាប់មួយថ្ងៃអូល្ងាបងប្អូនណាល្ងាអញ្ចឹងយើងត្រូវប្រយ័ត្នខ្សែភ្លើងកំប៉ុងហ្គាសធូបទៀនជាដើមលាក់ទៅដែលបង្កឲ្យកើតនៅអគ្គិភ័យកើតឡើងតែកាលណាយើងការពារឲ្យបងប្អូនវាកម្រកើតឡើងណាណាគេហៅថាប្រហែសបាត់ប្រយ័ត្នគង់ណាភាសាខ្មែរយើងឬមួយក៏ការពារប្រសើរវិជាបាលណាការពារប្រសើរវិជាបាលមានន័យច្រើនណាជ្រៅណាបងប្អូនណាបានន័យថាអត់មានគេវាយបែកក្បាលភូឲ្យបានយកស្អីមកការពារអត់ទេគេការពារមុនណាន័យហ្នឹងគឺគេការពារមុនដូចជាឆេះអញ្ចឹងមិនមែនឆេះផ្ទះហើយបានយើងយកស្អីមកបលុតអីតន់វាឆេះអស់ហើយពុកជាបលុតក៏វាឆេះអាមកដុំនឹងអស់ដែរវាខូចខាតអស់ដែរបងប្អូនអញ្ចឹងបានគេឲ្យការពារណាតែដោយព័ត៌មាននេះជាដើមអញ្ចឹងទៅបងប្អូនស្ដាប់ហើយនឹកក្នុងចិត្តថាឲ្យងាប់ឆ្លាស់ចុះអាហ្នឹងឲ្យឆ្លៀនពៀនទឹកដីអញដូចវីដេអូមុនខ្ញុំធ្លាប់និយាយអញ្ចឹងណាបងប្អូនណាព្រោះយើងនៅមានអារម្មណ៍មួយដក់ចិត្តដែលយើងនឹងអាចឈឺចាប់បំផុតនៅពេលដែលគេឆ្លៀនពៀនទឹកដីយើងបងប្អូនទាំងបងប្អូនទាំងខ្ញុំនឹងឯងគឺឈឺចាប់ណាព្រោះយើងជាឈាមជ័រតែមួយឈាមខ្មែរតែមួយនៅពេលដែលគេឆ្លៀនពៀនហើយគេមួលបង្កាច់យើងថែមទៀតគេប្រាប់អន្តរជាតិទូទាំងសកលលោកថាខ្មែរ attack first នេះវាឆ្ងាញ់តំណឹងប៉ុន្តែថាខ្មែរហ្នឹងវាយប្រហារគេមុននេះបងប្អូនអញ្ចឹងយើងគួរឲ្យឈឺចាប់ទាំងដែលគេលំលោភបំពាននៅលើទឹកដីដែនអធិបតេយ្យភាពរបស់យើងហើយគេមកមួលបង្កាច់យើងអញ្ចឹងទៀតអញ្ចឹងនៅពេលដែលបងប្អូនស្ដាប់ព័ត៌មានហ្នឹងហើយប្រហែលមានអ្នកខ្លះនឹកក្នុងចិត្តហើយថាងាប់ចុះឯងបកែហ៊ានពៀនទឹកដីអញងាប់ចុះហើយឆ្លាស់ចុះណាព្រោះយើងឈឺចាប់បងប្អូនមិនទាន់បាត់ទេព្រោះថ្មីទេហើយក៏ទើបតែនឹងមានកិច្ចណាចុះកិច្ចព្រមព្រៀងសន្តិភាពថ្មីនេះដែរវាមិនទាន់ត្រជាក់ភ្លាមទេបងប្អូនចាំតកូនតចៅហ៎មិនមែនលំទេណាអញ្ចឹងព័ត៌មាននេះគឺដល់ទីបញ្ចប់ហើយបងប្អូនណាគឺតាក់ទងទៅនឹងរឿងអគ្គិភ័យឆាបឆេះស្តង់ឈើមួយកន្លែងនៅឯសង្កាត់ផ្លូវមិត្តភាពសង្កាត់ឆាបុកនៅឯខេត្តនគររាជសីមាណានៅជិតទីក្រុងបាងកកដែរបងប្អូនណាគឺអត់ដឹងបានគីឡូទេគ្រាន់តែដឹងថានៅជិតណាអ
chẳng video này cứ đào ti bình chọn hỏi năng ai muốn đào ti bình chọn có sông khăn tây à phải tu đào phục mai bong ôn tầng o và sân bạc nhom này gì tới miền ca lư lô khoa khát ở phía xa đôi chỉ phía xa mua kỳ khát kia chỉ đào chẳng tới bong ôn pro chia khát kia mua kia dừng vào ba an à ai bảo miền ca lư lô sông bong ôn phục mai bong ôn tầng o à chia sài đỏ rục nhom bát phong hay nhom bát nằng chia diêm research nằngព័ត៌មានថ្មីអាប់ដេតជូនបងប្អូនទស្សនានៅវីដេអូក្រោយទៀតហើយអញ្ចឹងហើយក៏សូមឲ្យបងប្អូនទាំងអស់ណារកស៊ីទទួលទានមានបានណាហេងទាំងអស់គ្នាទាំងអ្នកនៅក្នុងស្រុកនិងក្រៅស្រុកបាទសូមអរគុណសូមជម្រាបលា